បាទសូមគោរពជំរាបសួរបងប្អូនយើងទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកនៅកម្រងសំណួរសម្រាប់បងប្អូនត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាលដើម្បីក្លាយជាមន្ត្រីក្រមការក៏ដូចជាមន្ត្រីជាន់ខ្ពស់ហើយក៏សម្រាប់បងប្អូនអ្នកប្រឡងចូលតាមក្រសួងស្ថាប័នផងដែរអញ្ចឹងក្នុងវីដេអូនេះខ្ញុំបន្តចែករំលែកនៅកម្រងសំណួរចំនួន10ដែលមានលេខរៀងពី301ដល់310ចឹងកុំឲ្យខាតពេលយើងចូលទៅកាន់កម្រងសំណួរនឹងបងប្អូនគ្នាប៉ុន្តែមុននឹងចូលកុំភ្លេចជួយ like និង subscribe ផងសម្រាប់អ្នកថ្មីចឹងសំណួរទី301សួរថាតើទន្លេមេគង្គលើសំដៅលើទន្លេមេគង្គផ្នែកខាងលើគិតចាប់ពីណាដល់ណាបាទចឹងចម្លើយមានព្រំប្រទល់កម្ពុជាឡាវដល់ចតុមុខព្រំប្រទល់កម្ពុជាឡាវដល់ខេត្តកំពង់ចាមពីព្រំប្រទល់កម្ពុជាឡាវដល់ពាមប្រធ្នោះអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយគោគឺចាប់ពីព្រំប្រទល់កម្ពុជាឡាវរហូតមកដល់ពាមប្រធ្នោះបាទអញ្ចឹងសំណួរបន្ទាប់302សួរថាតើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលជាប់សមុទ្រសំណួរនេះបើយើងភ្លេចគិតរកដឹងណាអញ្ចឹងចម្លើយមាន3ឲ្យយើងជ្រើសរើសចម្លើយកគឺខេត្តកែបខេត្តព្រះសីហនុកំពតនិងកោះកុងខកែបព្រះសីហនុកំពតតាកែវដល់អត់ណាបងប្អូនមានតាកែវដូចមានសមុទ្រមកពីណាគោខេត្តកែបខេត្តព្រះសីហនុខេត្តកំពតខេត្តកំពង់ស្ពឺអញ្ចឹងកំពង់ស្ពឺក៏អត់ដែរអញ្ចឹងចម្លើយប្រកាសតែមានតែមួយទេគឺចម្លើយកកែបព្រះសីហនុកំពតហើយនិងកោះកុងពេលខ្លះសំណួរខ្លះយើងអាចបានគិតដែរប៉ុន្តែដល់ពេលសំណួរចេញមកយើងត្រូវតែអង្គុយព្យាយាមសញ្ជើញសម័យមើលដែរដោយសារតែភូមិសាស្ត្រកម្ពុជាយើងត្រូវតែដឹងដែរណាមិនថាយើងអត់ដឹងទេពេលខ្លះសំណួរខ្លះវាអត់មានអត់ដែលចាប់ផ្លឹកនៅឃើញប៉ុន្តែដល់ពេលគេសួរសំណួរមកយើងអាចអង្គុយរំលឹកយើងអាចពិចារណាបានណាមិនថាចាំបាច់ទាល់តែមានការបរៀននៅក្នុងសៀវភៅក្នុងមេរៀនឬក៏មានឯកសារបានយើងដឹងទេពេលសំណួរខ្លះវាអត់មាននៅក្នុងឯកសារក៏ប៉ុន្តែយើងអាចយល់បានណាដោយសំណួរក្រមការពីជំនាន់ទី12គេសួរថាប្រទេសកម្ពុជាមានព្រំប្រទល់ជាប់នឹងប្រទេសថៃមានខេត្តណាខ្លះមានប្រមាណគេសួរមានប្រមាណខេត្តអញ្ចឹងយើងអត់ដែលគិតទេអញ្ចឹងយើងត្រូវអង្គុយរាប់មានខេត្តណាមានកោះកុងមានខេត្តឧត្តរមានជ័យទីមានជ័យអីចឹងទៅណាអញ្ចឹងអង្គុយរាប់ទៅឃើញបានតម្លៃនឹងឯងទៅតែរាប់ឲ្យអស់វាអត់រាប់អត់អស់អញ្ចឹងបានយើងត្រូវស្គាល់ពីភូមិសាស្ត្រទឹកដីខ្មែរបាទអញ្ចឹងបានហៅថាចំណេះដឹងទូទៅណាអញ្ចឹងយើងចូលដល់សំណួរបន្ទាប់ទៀតមកសំណួរទី303សួរថាតើនៅក្នុងចំណោមភ្លេងខ្មែរទាំងអស់តើភ្លេងណាដែលធ្វើឲ្យចាប់អារម្មណ៍រំភើបរីករាយជាងគេក្នុងចំណោមភ្លេងខ្មែរមានភ្លេងអីគេដូចជាភ្លេងពិណពាទ្យភ្លេងឆៃយ៉ាំភ្លេងមហោរីភ្លេងអរិយភ្លេងឡើងអ្នកតាអញ្ចឹងណាភ្លេងការភ្លេងអីចឹងណាអញ្ចឹងក្នុងចំណោមភ្លេងទាំងអស់នោះតើភ្លេងណាដែលធ្វើឲ្យពេលយើងស្ដាប់ទៅមានអារម្មណ៍ថារំភើបសប្បាយរីករាយជាងគេមានអារម្មណ៍ចង់រឿងបន្តិចចង់អីបន្តិចណាអញ្ចឹងមកយើងស្ដាប់ភ្លេងពិណពាទ្យដូចមិនសូវហ្មងទេមែនទេមហោរីអាចដែរប៉ុន្តែអ្នកដែលអាចខ្លាំងជាងគេគឺឆៃយ៉ាំហ្នឹងហើយគឺចម្លើយកចម្លើយខណាគឺភ្លេងឆៃយ៉ាំពេលដែលរដូវកឋិនម្ដងយើងស្ដាប់ភ្លេងហែកឋិនណាភ្លេងគេហែកឋិនគឺភ្លេងឆៃយ៉ាំហ្នឹងគឺធ្វើឲ្យយើងមានអារម្មណ៍រំភើបសប្បាយរីករាយចង់រឿមចង់លក់គេដែរណាអ្នកមិនចេះរឿមក៏ចង់រឿមគេដែរចង់លើកដៃលើកជើងអញ្ចឹងដែរសំណួរទី304សួរថាតើឆ្នេរសមុទ្រប្រទេសកម្ពុជាមានប្រវែងប្រមាណគីឡូម៉ែត្រអញ្ចឹងចម្លើយមាន442គីឡូម៉ែត្រ443គីឡូម៉ែត្រ440គីឡូម៉ែត្រអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ440គីឡូម៉ែត្រ
ប្រទេសកម្ពុជាមានឆ្នេរសរុបគឺ440 គីឡូម៉ែត្រសំណួរទី305សុទ្ធថាតើបឹងទន្លេសាបមានព្រំប្រទល់ជាប់ខេត្តណាខ្លះអញ្ចឹងខេត្តណាខ្លះមុននឹងដឹងតែខេត្តណាខ្លះយើងត្រូវដឹងថាមានប្រហែលខេត្តសិនទៅវាមាន5ខេត្តមែនទេអញ្ចឹងយើងអាចមើលតែខេត្តណាបើកនេះគឺថាមានកំពង់ធំសៀមរាបបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងខកំពង់ធំសៀមរាបបាត់ដំបងពោធិ៍សាត់ព្រៃវែងព្រៃវែងនៃណានៃនោះមកជាប់ណាព្រៃវែងមានទន្លេវាយគោបាទស្វាយរៀងព្រៃវែងអត់មានទន្លេទេណាដល់ពេលចម្លើយគោកំពង់ធំសៀមរាបបាត់ដំបងកំពង់ឆ្នាំងកដាលមានមកពីណាកដាលមានទន្លេសាបមានទន្លេបាសាក់ទន្លេបាសាក់ហើយទន្លេមេគង្គអញ្ចឹងវាអត់មានទន្លេសាបទេអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកកំពង់ធំសៀមរាបបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងអញ្ចឹងពេលដែលយើងឆ្លើយសំណួរយើងមើលដែរណាយើងមើលទៅពិចារណាយើងត្រូវស្គាល់ថាព្រៃដូចណាព្រៃវែងមានទន្លេមកពីណាអត់មានកដាលយើងស្គាល់ខេត្តកដាលដូចអត់មានជាប់ទន្លេទេជាប់ទន្លេសាបទេតែវាជាប់ទន្លេបាសាក់ហើយនឹងទន្លេមេគង្គណាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកនឹងឯងសំណួរទី306សួរថាតើខ្សែរឿងភាពយន្តដែលមានទស្សនិកជនគាំទ្របំផុតឆ្នាំ2015បានទៅលើរឿងអ្វីហ្នឹងវាពិបាកដែរណាដោយសារសំណួរនេះវាសំណួរចាស់ប៉ុន្តែក៏យើងមើលទៅក្នុងករណីចេញមកអញ្ចឹងអីយើងដឹងអញ្ចឹងចម្លើយគឺកុមារី25ឆ្នាំអញ្ចឹងខ្ញុំមិនបកស្រាយទេបងប្អូនអ្នកដែលតាមធ្លាប់បានមើលសប្បាយមើលល្អមើលដែរតែរឿងហ្នឹងណាបានអាចមើលឡើងវិញបានឆែកនៅក្នុង YouTube ទៅមានហើយតទៀត307សួរថាតើភូមិសាស្ត្ររដ្ឋបាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យចែកចេញជាប្រមាណភូមិភាគរដ្ឋកម្ពុជាប្រជាធិបតេយ្យគឺសម័យខ្មែរក្រហមឬក៏សម័យប៉ុលពតណាអញ្ចឹងចែកជាប្រមាណភូមិភាគមាន5ភូមិភាគ6ភូមិភាគ7ភូមិភាគណាគេអត់មានហៅខេត្តទេគឺគេហៅតំបន់ឬក៏ភូមិភាគហៅភូមិភាគពីយប់ភូមិភាគបូព៌ាអញ្ចឹងទៅបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកគឺ7ភូមិភាគចង់ដល់ភូមិភាគណាបងប្អូនអាចឆែកក្នុង Google មើលឃើញមើលខ្លួនឯងបានណាអានេះបើចំណេះដឹងបន្ថែមក្នុងក្រៅបង្ហាញតម្រុយបងប្អូនអាចយកទៅបំបែកបន្ថែមទៀតទៅ308សួរតើប្រទេសឆេកូស្លូវ៉ាគីស្ថិតនៅទ្វីបណាអាហ្នឹងឆ្ងាយពីកម្ពុជាក្រៅកម្ពុជាអញ្ចឹងយើងដែលអានដឹងទេតែនៅក្នុងនេះយើងប្រាប់ចម្លើយដំណងទៅមានទ្វីបអាស៊ីអឺរ៉ុបអាមេរិកខាងត្បូងអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺទ្វីបអឺរ៉ុបអាស៊ីដល់មិនមែនទេនៅក្នុងចម្លើយ3នេះគឺអាស៊ីលេងត្រូវបាត់បើអាស៊ីមានឆេកូស្លូវ៉ាគីមកពីណាបើអាស៊ីមានតែប្រហែលប្រទេសហ្នឹងបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខនឹងឯងទ្វីបអឺរ៉ុបសំណួរទី309សួរតើដោយម្ដេចដែលហៅថាប្រព័ន្ធអេកូឡូស៊ីតែរឿងសំណួរខ្លីតែចម្លើយវែងសង្ខេបឲ្យខ្លីបើបងប្អូនអាចសង្ខេបខ្លីបានឬតែល្អចម្លើយមានកវត្ថុទាំងឡាយដែលមានជីវិតនិងគ្មានជីវិតនៅជុំវិញខ្លួនយើងរួមមានសកម្មភាពរបស់មនុស្សចម្លើយខជាតំបន់មួយដែលមានសរីរាង្គនានានិងអង្គបរិស្ថានរូបសាស្ត្របានផ្គុំឡើងជាប្រព័ន្ធទំនាក់ទំនងគ្នាចម្លើយគោគឺជាសរីរាង្គនានាដែលមានលទ្ធភាពប្រើប្រាស់ប្រភពថាមពលដើម្បីបង្កើតម៉ូលេគុលសរីរាង្គសាមញ្ញអញ្ចឹងពិបាកបញ្យល់ដែរហ្នឹងណាអេកូឡូស៊ីធម្មតានិយាយអំពីសរីរាង្គនិយាយអំពីបរិស្ថានណាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខនឹងឯងណានិយាយអំពីបរិស្ថានការផ្សំការកើតឡើងឯងខ្លាយសម្រស់របស់វាហើយរបស់ទាំងអស់នោះវាកើតឡើងឯងហើយវាប្រស្រ័យគ្នាទៅមកទៅវិញជាប្រព័ន្ធណាដោយអេកូឡូស៊ីនៅក្រោមទឹកអញ្ចឹងណាមានស្លែមានអីហ្នឹងដែលវាកើតឡើងហើយវារស់នៅបែបបនវាណាអាហ្នឹងហៅថាអេកូឡូស៊ីហើយក្នុងព្រៃដើមឈើនិងសត្វអញ្ចឹងអាហ្នឹងវាជាអេកូឡូស៊ីមួយដែរវាទំនាក់ទំនងគ្នាកាលណាដែលយើងធ្វើកាប់ដើមឈើអញ្ចឹងទៅវាធ្វើឲ្យបាត់អេកូឡូស៊ីណាអីវ៉ាន់
សត្វនិងរុក្ខជាតិក្រោមទឹកកាលណាយើងទៅធ្វើឲ្យបាត់បង់នៅសុខភាពដើមវាធ្វើវាបាត់ ecology ដែរអញ្ចឹង ecology ខ្ញុំអាចបញ្យល់បានបែបហ្នឹងណាអញ្ចឹងយើងអាចនិយាយអញ្ចឹងទៅតែនិយមន័យពេញគេថាជាទំនាក់ទំនងមួយដែលមានសរីរាង្គនានានិងអង្គបរិស្ថានរួមបរិស្ថានរូបសាស្ត្រគុំឡើងជាប្រព័ន្ធទំនាក់ទំនងគ្នាសំណួរទី310សួរថាតើកត្តាអ្វីដែលបណ្ដាលឲ្យមានភាពក្រីក្រចាយអត់ចេះគិតក្រីក្រហើយបាទចឹងចម្លើយមាន3កខ្វះខាតការអប់រំបំណិនការងារការថែទាំសុខភាពនិងសមត្ថភាពខខ្វះខាតកម្លាំងធម៌ពលការមិនទុកចិត្តការថែទាំសុខភាពកកង្វះខាតការគ្រប់គ្រងពីសហគមន៍អន្តរជាតិចម្លើយដែលត្រឹមត្រូវគឺចម្លើយកខ្វះខាតការអប់រំបំណិនការងារអត់ចេះទី1អត់រៀនកាលណាអត់រៀនអត់ចេះកាលណាអត់ចេះអត់មានកំណេះអត់មានការងារអត់មានបំណិនកាលមានបំណិនវាអត់មានការងារកាលណាអត់មានការងារទេវាអត់លុយកាលណាអត់លុយអត់មានអីស៊ីកាលណាអត់មានអីស៊ីធ្វើឲ្យឈឺបាត់បង់សុខភាពណាកាលណាបាត់បង់សុខភាពធ្វើឲ្យសមត្ថភាពរាងកាយហ្នឹងគឺទ្រុឌទ្រោមកាលណាគ្រប់គ្រងធ្វើឲ្យកើតវាមិនក្រអញ្ចឹងណាអញ្ចឹងគិតតាមហ្នឹងទៅអញ្ចឹងចម្លើយមានតែប៉ុណ្្នឹងទេក្នុងវីដេអូហ្នឹងក៏សូមបញ្ចប់ណាចុះខុសត្រូវយ៉ាងណាអ្នកសិក្សាទាំងឡាយសូមព្យាយាមមើលខ្លួនឯងទៀតទៅហើយស្រាវជ្រាវបន្ថែមទៀតណាកុំឲ្យខ្ញុំប្រាប់បណ្ណាចេះតែប៉ុណ្្នឹងបងប្អូនមានពេលក៏អាចស្រាវជ្រាវទីទឿទៅឃើញតែខុសត្រូវខាងណាអាចខមមិនប្រាប់ខ្ញុំបន្ថែមទៀតបានព្រោះអ្វីដែលខ្ញុំយកមកចែកម្លែកហ្នឹងក៏វាមិនមែនត្រាស់ដឹងទេយកពីគេពីឯងដកត្រង់ចេញពីសភៅខ្លះចេញពីមេរៀនមើលទូរទស្សន៍មើលវីដេអូខ្លះដែរគ្នាដែរដូចតែគ្នាទេបាទអញ្ចឹងក៏ធ្លាប់ស្រាប់មានបទពិសោធន៍ក៏ចង់ចែកម្លែកជាមួយបងប្អូនអ្នកដែលចង់ជោគជ័យក្នុងវិស័យការងារជាមន្ត្រីរាជការហ្នឹងអញ្ចឹងសូមអរគុណជម្រាបលាជួបគ្នាក្នុងវីដេអូបន្ទាប់